Golden Boy របស់ខ្ញុំនឹងមេកានិកការប្រកួតយើងរៀបចំឡើងគឺខ្ញុំឲ្យតម្លៃទៅលើកីឡាករដែលគ្នាខិតខំប្រឹងប្រែងប្រកួតវឹកហាត់បាទយកបេះដូងមកប្រកួតមកលើកស្ទួយគុណខ្មែរផ្សព្វផ្សាយពីប្រទេសជាតិផ្សព្វផ្សាយពីអរិយធម៌វប្បធម៌ខ្មែរអញ្ចឹងកីឡាករសុទ្ធតែសម្រិតសម្រាំងអ្នកដែលមានសិទ្ធិចូលលេង Golden Boy តតែអ្នកនោះជាកម្រិតជើងខ្លាំងឆ្លងកាត់ការប្រកួតតែខ្ញុំរៀបចំការប្រកួតកន្លងមកនៅស្ថានីយទូទៅថោពីមួយប្រកួតទៅមួយប្រកួតខ្ញុំដាក់លំដាប់ខ្លាំងមកទាំងអស់អញ្ចឹងពួកគាត់តាមគីឡូនីមួយឈានចូលដល់កម្រិតតែថាខ្ញុំទទួលយកបានខ្ញុំឲ្យមកចូលនៅក្នុង Golden Boy បាទអញ្ចឹងអ្នកដែលបានចូលមក Golden Boy បានន័យថាខ្លួនគាត់កិត្តិយសទាំងគេឈ្មោះទាំងសមត្ថភាពគឺមានតម្លៃតែយើងឲ្យតម្លៃទៅស្មើនឹងមាសបាទមាសឥឡូវថ្លៃទៀតថ្លៃបាទឡើងថ្លៃហើយទន្ទឹមនឹងការរៀបចំកីឡាករបរទេសក៏ដូចគ្នារាល់ការជឿរើសមកដៃគូប្រកួតក៏គេជា Golden Boy របស់គេដែរតតែជើងឯកតតែជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងស្ថាប័នណាមួយទើបយើងអាចញាក់ឲ្យចូលហើយយើងពិនិត្យមើលការប្រកួតប្រវត្តិរូបរបស់គេកម្រិតរបស់គេស្ថាប័នហ្នឹងមានទទួលពិតអត់មិនមែនយកខ្សែក្រវ៉ាត់មកពាក់បោកថតហើយមកបោកយើងក៏ធ្លាប់ជួបយើងក៏ពិន័យយើងក៏ប្រឡេកនេះដែរអញ្ចឹងកីឡាករទាំងដៃគូប្រកួតមិនថាខ្មែរមិនថាបរទេសសុទ្ធតែកម្រិតជើងឯកដើម្បីឲ្យយើងលើកស្ទួយនឹងការផ្សព្វផ្សាយយើងអញ្ជើញជើងឯកគេមកពិតប្រាកដអញ្ចឹងពេលហ្នឹងយើងមានការរៀបចំជាពៀន